រឿង3យ៉ាងបើឪពុកម្ដាយដាស់តឿនកុំខឹងប្រសិនបើឪពុកម្ដាយរបស់អ្នកតែងតែដាស់តឿននិងរអ៊ូរទាំរឿង3យ៉ាងនេះសូមកុំខឹងឲ្យសោះពីព្រោះវាគឺជាពាក្យពេចន៍ដែលបង្កប់ទៅដោយក្តីបារម្ភជ្រាលជ្រៅបំផុត 1. ដាស់តឿនរឿងសេពគប់មិត្តភក្តិឪពុកម្ដាយឆ្លងកាត់មុនយើងគាត់ដឹងច្បាស់ថាមិត្តល្អនាំទៅរកសេចក្តីចម្រើនរីឯមិត្តអាក្រក់ទាញទម្លាក់អ្នកចូលជ្រោះការដែលពួកគាត់ព្រមានគឺមិនមែនចង់រារាំងអ្នកមិនឲ្យមានមិត្តភក្តិនោះទេប៉ុន្តែពួកគាត់គ្រាន់តែចង់ធ្វើជាខែលការពារអ្នកពីការដើរផ្លូវខុសនិងការខូចចិត្តនៅថ្ងៃក្រោយតែប៉ុណ្ណោះ 2. ដាស់តឿនរឿងលុយកាក់អ្នកត្រូវចងចាំថាឪពុកម្ដាយបានឆ្លងកាត់ព្យុះភ្លៀងនិងការលំបាកក្នុងជីវិតជាច្រើនទម្រាំតែកសាងគ្រួសារមកដល់សប្តាហ៍ថ្ងៃនេះពួកគាត់ដឹងច្បាស់អំពីតម្លៃនៃដំណក់ញើសនិងភាពលំបាកនៅពេលដែលជួបវិបត្តិគ្មានលុយក្នុងដៃការរអ៊ូរទាំរបស់គាត់មិនមែនចង់គ្រប់ដណ្ដប់ទៅលើលុយរបស់អ្នកនោះទេប៉ុន្តែគឺចង់ឃើញអ្នកមានអនាគតរឹងមាំនិងមានសុវត្ថិភាពនៅពេលដែលពួកគាត់មិននៅក្បែរអ្នក 3. ដាស់តឿនរឿងអនាគតឪពុកម្ដាយដឹងខ្លួនឯងច្បាស់ថាពួកគាត់មិនអាចរស់នៅកំដរនិងការពារអ្នកបានមួយជីវិតនោះទេអ្វីដែលពួកគាត់ខ្លាចបំផុតគឺបារម្ភថានៅពេលដែលពួកគាត់ចាស់ជរាឬក៏លាចាកលោកនេះទៅថាតើកូនអាចឈរជើងដោយខ្លួនឯងបានទេតើមានអ្នកណាមើលថែកូនពួកគាត់រអ៊ូនិងជំរុញអ្នករាល់ថ្ងៃគឺដើម្បីតែចង់ឃើញអ្នកមានសមត្ថភាពអាចរស់នៅដោយឯករាជ្យនិងមានអនាគតភ្លឺស្វាងទើបគាត់អាចបិទភ្នែកចិត្តដែលស្ងប់ចិត្តនៅពេលដែលពួកគាត់នៅមានដង្ហើមនិងនៅក្បែរយើងសូមអ្នកស្ដាប់ពាក្យដាស់តឿនទាំងអស់នេះដោយស្នាមញញឹមភាពអត់ធ្មត់និងក្តីមេត្តាកុំឲ្យកំហឹងមួយពេលបង្កើតបានជាវិបដិសារីពីព្រោះនៅថ្ងៃណាមួយសំឡេងរអ៊ូរទាំទាំងអស់នេះនឹងក្លាយទៅជាសំឡេងដែលយើងនឹកនានិងប្រាថ្នាចង់ស្ដាប់បំផុតនៅក្នុងជីវិត